ជំរាបសួរបងប្អូនជនរួមជាតិជាពិសេសប្រិយមិត្តដែលបានទស្សនាតាមរយៈបណ្ដាញសង្គមខ្ញុំបាទវ៉ាញ់ស៊ីនុនជាគ្រូវិទ្យាសាស្ត្របុរាណដែលមានស្លាកយល់សញ្ញាដើមអង្គាបោះបច្ចុប្បន្ននេះខ្ញុំស្ថិតនៅក្នុងសមាគមគ្រូសប្តាហ៍កម្ពុជាថ្ងៃនេះខ្ញុំជម្រាបជូនបងប្អូនអំពីជំងឺឬដងបាតជំងឺឬដងបាតនេះខ្ញុំនិយាយអំពីដើមហេតុដែលនាំឲ្យកើតជំងឺឬដងបាតនិងរោគសញ្ញាដែលបញ្ជាក់ឲ្យបងប្អូនបានដឹងថាយើងមានជំងឺឬដងបាតចំពោះជំងឺឬដងបាតនេះគ្រូប្រាជ្ញធ្វើការបែងចែកជា3ចំណុចដែលជាដើមហេតុសំខាន់សម្រាប់ឲ្យយើងកើតជំងឺឬដងបាតទី1អ្នកដែលមានបញ្ហាកាពះពោះវៀននៅពេលដែលបងប្អូនមានបញ្ហាកាពះពោះវៀនបងប្អូនតែងតែទល់លាមកនៅពេលដែលបងប្អូនទល់លាមក2ឬក៏3ថ្ងៃបានបត់ជើងម្ដងអាក្បាលលាមកនឹងវារឹងនៅពេលដែលយើងប្រឹងបត់ជើងមកអាក្បាលលាមកនឹងធ្វើឲ្យមានចលនាកិតកើតឡើងនៅពេលដែលមានចលនាកិតវាធ្វើឲ្យដាច់ហូរឈាមហើមប៉ោងដុះទៅជាឬដងបាតចំណុចទី2អំពីអនាម័យខ្វះអនាម័យនេះក៏ជាដើមហេតុដែលនាំឲ្យកើតជំងឺឬដងបាតផងដែរខ្ញុំនិយាយថាការខ្វះអនាម័យនេះសំដៅទៅលើបងប្អូនប្រជាពលរដ្ឋកាលពីជំនាន់ឪពុកម្ដាយខ្ញុំគាត់អត់ដែលមានប្រព័ន្ធអនាម័យដូចបច្ចុប្បន្នទេគាត់តែងទៅបន្ទោបង់នៅក្នុងព្រៃហើយយកកំណាត់ឈើឬក៏ស្លឹកឈើមកសម្អាតចំណុចកន្លែងនេះនៅពេលដែលយើងសម្អាតវាធ្វើឲ្យមានចលនាកើតឡើងដាច់រលាត់នៅកន្លែងកសែលគូតរបស់យើងនឹងធ្វើឲ្យហើមប៉ោងដុះចេញទៅជាឬដងបាតទី3ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់បងប្អូនសកម្មភាពនេះខ្ញុំសំដៅទៅលើបងប្អូនធ្វើការងារប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតក៏ប៉ុន្តែសកម្មភាពនោះធ្វើខុសប្រក្រតីចង់និយាយថាបងប្អូនអង្គុយយូរដូចជាបងប្អូនធ្វើការបានន័យថាដូចជាតកងឡានកម្មការនីកាត់ដេរដែលគាត់អង្គុយយូរវាធ្វើយើងទល់ខ្យល់ទល់លាមកអញ្ចឹងអត់ខុសអីពីចំណុចដែលខ្ញុំជម្រាបជូនមិញអំពីពាក់ព័ន្ធជាមួយនឹងបញ្ហាកាពះពោះវៀននោះទេដូចគ្នាបាទនេះពាក់ព័ន្ធនឹងសកម្មភាពបានន័យថាសកម្មភាពរបស់មនុស្សមាន4ដេកដើរឈរអង្គុយអញ្ចឹងបើចំណុចណាមួយពេកវាធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពដែលខ្ញុំថាអង្គុយយូរពេកឈរយូរពេកដើរយូរពេកសម្រានយូរពេកហ្នឹងសិតតែប៉ះពាល់ទៅដល់សុខភាពទាំងអស់អញ្ចឹងបើបងប្អូនមានបញ្ហាឬដងបាតអញ្ចឹងខ្ញុំសូមបញ្ជាក់ពីរោគសញ្ញាបន្តិចដើម្បីឲ្យបងប្អូនបានដឹងទី1ដែលយើងដឹងថាយើងមានឬដងបាតនៅខាងក្នុងសម្គាល់ទៅលើយើងបត់ជើងសបែតបត់ជើងដាច់បត់ជើងតិចហើយអាសាឈឺបត់ជើងទៀតយើងឈឺចង្កេះហើយនៅពេលយើងបត់ជើងមកមានស្នាមមានឈាមជាប់ជាមួយនឹងលាមកឬក៏វាហូរតក់តែម្ដងចំណុចកន្លែងនេះយើងសម្គាល់ថាយើងមានឬដងបាតនៅខាងក្នុងចំពោះឬដងបាតនៅខាងក្រៅយើងមិនពិបាកសម្គាល់ទេនៅពេលដែលវាហើមប៉ោងដុះលៀនចេញផុតពីខ្សែគូតរបស់យើងអញ្ចឹងចំណុចកន្លែងនេះយើងអត់ពិបាកទេនេះជារោគសញ្ញាដែលខ្ញុំជម្រាបជូនដោយសង្ខេបអញ្ចឹងបើបងប្អូនមានឬដងបាតខាងក្នុងឬក៏ខាងក្រៅបងប្អូនមិនបាច់បារម្ភមិនបាច់ទៅវះមិនបាច់ទៅកាត់ចាក់ចងទេអញ្ចឹងមកព្យាបាលដោយអសរបណ្ដានសញ្ញាដើមអង្គាបោះនេះយើងព្យាបាលជាឈុតបាទយើងព្យាបាលជាឈុតមានថ្នាំគ្រាប់សម្រាប់លេបនិងមានថ្នាំទឹកសម្រាប់លាបចំពោះថ្នាំគ្រាប់នេះមាន120គ្រាប់នៅក្នុងកំប៉ុងនេះមាន120គ្រាប់មានគុណប្រយោជន៍វា4យ៉ាងទី1ជួយរំលាយអាហារជួយដើរខ្យល់ជួយបត់ជើងស្រួលនិងផ្សះឬដងពីខាងក្នុងទី2ថ្នាំទឹកនេះសម្រាប់លាបមានគុណប្រយោជន៍2យ៉ាងលាបឲ្យស្វិតឲ្យរួញបាត់ទៅតែម្ដងខ្ញុំធានាជូនបងប្អូនថាឲ្យតែបានប្រើឈុតនេះខ្ញុំធានាថាឬដងបាតនឹងលែងមានវត្តមានលើរាងកាយរបស់យើងបន្តទៀតឲ្យតែបងប្អូនបានប្រើខ្ញុំជម្រាបជូនបងប្អូនចុងក្រោយថាបងប្អូនឈឺអីក៏ដោយបងប្អូនត្រូវតែព្យាបាលកាលណាដែលយើងព្យាបាលពីតិចទៅយើងអស់លុយតិចយើងព្យាបាលឆាប់ជាក៏ប៉ុន្តែបើសិនជាយើងទុកឲ្យវាធំទុកឲ្យវាយូរឆ្នាំយើងនឹងចំណាយថវិកាអស់ច្រើនយើងនឹងសម្រាប់ព្យាបាលអស់ពេលវេលាច្រើនអញ្ចឹងបងប្អូនកុំបារម្ភចំពោះថ្នាំគ្រាប់នេះវាជួយទៅដល់កាពះពោះវៀនទៀតបងប្អូនពិបាកបត់ជើងធ្វើយើងបត់ជើងស្រួលអញ្ចឹងចំណុចកន្លែងនេះសំខាន់ណាស់កាលណាដែលព្យាបាលឬដងបាត់ជួយទៅដល់កាពះពោះវៀនជួយឲ្យស្រួលដល់កាពះពោះវៀនផងដែរបាទ
ចឹងបងប្អូនកុំបារម្ភបើមានជំងឺឬដងបានសូមតំណែងនៅតាមទូរស័ព្ទលេខ012 85 85 18មួយខ្សែទៀត088 44 34 826ខ្ញុំបាទវ៉ាញ់សនួនសូមអរគុណជម្រាបលា